ជាបឋមខ្ញុំកណាសូមនមស្ការចំពោះតាគ្រូនិងនមស្ការចំពោះព្រះអង្គគ្រប់ព្រះអង្គដែលក្នុងឆ្នាំនេះនឹងចរានពរនិស្សិតរួមទាំងអស់គ្នាសមាភិបក្រុមងោដែលបកស្រាយអំពីវិស័យសិល្បៈហើយសមាភិបសូមលើកមក6ចំណុចដូចតទៅអត្ថន័យវិស័យសិល្បៈគឺជាផ្នែកសិក្សាការងារដែលទំនាក់ទំនងបង្ហាញពីអារម្មណ៍និងការច្នៃប្រឌិតរបស់មនុស្សតាមរយៈស្នាដៃផ្សេងៗមានដូចជាសិល្បៈគំនូរសិល្បៈតន្ត្រីសិល្បៈរចនាសិល្បៈសរសេរ1យល់អំពីអារម្មណ៍និងគំនិតរបស់អ្នកសិល្បៈចិត្តវិទ្យានៃសិល្បៈជួយយល់ថាអ្នកសិល្បៈបង្កើតស្នាដៃដោយផ្អែកលើអារម្មណ៍ឬបទពិសោធន៍របស់ខ្លួនផ្ទាល់ឧទាហរណ៍ការគូរហាត់ពណ៌តៃងងឹតបង្ហាញអំពីអារម្មណ៍ទុក្ខសោកសម្ពាធផ្លូវចិត្ត2ជួយអ្នកទស្សនាយល់អត្ថន័យស្នាដៃសិល្បៈជ្រាលជ្រៅឲ្យអ្នកទស្សនាបានត្រឹមត្រូវមើលឃើញស្អាតប៉ុន្តែអាចយល់អំពីអារម្មណ៍ឧត្តមគតិនិងសារៈប្រយោជន៍ផ្លូវចិត្តនៅក្នុងស្នាដៃ3ជួយអភិវឌ្ឍស្នាដៃច្នៃប្រឌិតការសិក្សាផ្នែកនេះអាចជួយឲ្យអ្នកសិក្សាសិល្បៈយល់ពីប្រភពនៃការច្នៃប្រឌិតកត្តាផ្លូវចិត្តដែលជំរុញឲ្យបង្កើតស្នាដៃថ្មីៗ 4ប្រើសម្រាប់ព្យាបាលផ្លូវចិត្តត្រូវប្រើវិធីសាស្ត្រព្យាបាលផ្លូវចិត្តជាមួយអ្នកជំនាញព្យាបាលជំងឺផ្លូវចិត្តដើម្បីបង្ហាញអារម្មណ៍ឬអ្វីដែលពួកគេចង់និយាយតាមរយៈស្នាដៃសិល្បៈគេថាបត់ឈឺចាប់អីចឹងហើយបន្តទៀតសូមឲ្យបងមកជំនួសកណាកណាចង់និយាយបន្តត្រង់ចំណុចទី5សិល្បៈវិទ្យាហ្នឹងគេនិយាយអំពីវប្បធម៌ហើយនិងសង្គមសិល្បៈឲ្យបង្ហាញអំពីសង្គមឬវប្បធម៌ណាមួយដែលមានឥទ្ធិពលលើរចនាបថឬសម្លេងចិត្តរបស់មនុស្សប្រៀបបីដូចជាក្នុងសង្គមយើងមានក្នុងការនិយាយស្ដីទៅអ្នកដទៃក៏វាជាសិល្បៈក្នុងការនិយាយដូចគ្នាដែរអញ្ចឹងចេញពីចិត្តទាំងអស់ក្នុងលើវិស័យសិល្បៈនេះមនុស្សយើងម្នាក់តែងតែនិយាយទៅកាន់ក្នុងសង្គមឬមួយក៏ទៅកាន់មនុស្សម្នាក់ដោយអីគេដោយសិល្បៈក្នុងការនិយាយនេះបើសិនតែយើងនិយាយទៅល្អគេយល់បើនិយាយទៅមិនល្អឬក៏គេស្អប់អញ្ចឹងណាហើយទី6ក្នុងការសិក្សាឬបង្រៀនតាមរយៈលោកគ្រូអ្នកគ្រូឬក៏រៀនច្បងរបស់យើងដែលបានបង្ហាត់បង្រៀនឧទាហរណ៍ដូចជាលោកគ្រូផ្ទាល់ដែលបានបង្ហាត់បង្រៀនដល់សិស្សានុសិស្សទាំងអស់គ្នាក្នុងនេះក៏ជាសិល្បៈក្នុងការបង្រៀនដូចគ្នាដែរតួយ៉ាងដូចជាលោកគ្រូបង្ហាត់ទៅជួនកាលតាមសិល្បៈរបស់មនុស្សម្នាក់គឺมันអាចចាប់យកបានទាំងអស់ទេអ្នកខ្លះយើងបញ្យល់ទៅក៏ចំអារម្មណ៍នៃសិល្បៈឬក៏តាមត្រូវតាមអារម្មណ៍របស់សិស្សនោះដូចគ្នាដែរជួនកាលសិស្សខ្លះក៏ចិត្តបែបផ្សេងអញ្ចឹងសិល្បៈនៃការបង្រៀនគឺលោកគ្រូនឹងឯងជាអ្នកបង្ហាញឬក៏ជាអ្នកយកអាសិល្បៈក្នុងការបង្រៀនឯងធ្វើម៉េចបញ្យល់ក្នុងចិត្តរបស់សិស្សធ្វើម៉េចឲ្យបានគ្រប់គ្នាអត់មែនថាយកទៅចិត្តមួយឬយល់សិស្សមួយតែស្អប់សិស្សមួយទេហ្នឹងក៏មានក្នុងចិត្តវិទ្យានេះដែរហើយមួយទៀតសិក្សាបង្ហាញអំពីអភិវឌ្ឍសមត្ថភាពរបស់យើង
ដូចជាលោកគ្រូបង្ហាត់បង្រៀនហើយអញ្ចឹងចិត្តរបស់យើងឬក៏សិល្បៈដែលការនិយាយបង្ហាញហ្នឹងគឺលោកគ្រូគាត់មានបទពិសោធន៍ខ្លាំងឬតិចទៅតាមប្រព័ន្ធអប់រំឬក៏ចំណេះដឹងដូចគ្នាដែរហើយសរុបសេចក្តីមកគឺសិល្បៈក្នុងចិត្តវិទ្យាគឺជាវិស័យដែលសិក្សាអំពីអត្ថប្រយោជន៍ឬឥទ្ធិពលនៃសិល្បៈលើផ្លូវចិត្តរបស់មនុស្សបង្ហាញថាសិល្បៈមិនត្រឹមតែសម្រាប់សោភ័ណភាពប៉ុណ្ណោះទេប៉ុន្តែសិល្បៈសំខាន់ក្នុងការព្យាបាលនិងរកសុភមង្គលផ្លូវចិត្តអញ្ចឹងសរុបសេចក្តីមកគឺមានតែប៉ុណ្្នឹងឯងខ្ញុំពីណាអត់សូវចេះពយល់ទេ